នេះគឺជារឿងរន្ធត់មួយសម្រាប់អ្នកចូលចិត្តស្ដាប់រឿងរន្ធត់គឺដឹងតែត្រូវចិត្តហើយតែរឿងប្លែកបន្តិចដោយសារតែរឿងនេះផងដែរគឺបានកាត់ឡើងទៅលើស្នេហា BL មួយគូដែលភាសាសាមញ្ញគេហៅថាមនុស្សប្រុសស្រឡាញ់មនុស្សប្រុសដូចគ្នាហើយសូមបញ្ជាក់ចំពោះអ្នកមានសង្សារសូមកុំអស់រំលងវីដេអូនេះទៅណាវាអាចជាបទពិសោធន៍ល្អមួយសម្រាប់អ្នកទាំងអស់គ្នាអាចឲ្យយើងយកមករៀនសូត្របានតែបើសិនជាអ្នកចូលចិត្តទុកសង្សារចោលមិនថាដោយហេតុផលណាទេសូមអស់រំលងវីដេអូនេះចោះអាចនឹងធ្វើឲ្យប៉ះពាល់អារម្មណ៍របស់អ្នកទាំងអស់គ្នាបានមូលហេតុអីបានជាខ្ញុំនិយាយបែបនេះព្រោះថារឿងនេះផ្ទាល់អ្នកទាំងពីរគឺត្រូវបែកគ្នាទាំងមិនអស់អាល័យហើយការបែកគ្នានេះមិនមែនបែករស់ទេគឺបែកស្លាប់តោះកុំឲ្យខាត់ពេលយូរយើងចូលដល់សាច់រឿងយើងតែម្ដងសាច់រឿងហ្នឹងគឺកាត់ឡើងនៅដើមឆ្នាំ2009នៅក្នុងទីក្រុងភ្នំពេញតែដើម្បីការពារ privacy របស់ពួកគាត់អញ្ចឹងហើយខ្ញុំសូមហៅបងប្រុសថាបងប្រុសវ៉ាន់ឆៃហើយបងប្រុសម្នាក់ទៀតថាបងប្រុសហ្វេនពួកគាត់បានជួបគ្នានៅកម្មវិធីខួបកំណើតរបស់មិត្តភ័ក្តិរបស់គាត់ហើយនៅក្នុងឆ្នាំនោះភាគច្រើនគឺគេអត់សូវធ្វើអ៊ូអរដូចឥឡូវទេតលតែមិត្តស្និទ្ធស្នាលបានគេចូលចោះដោយឡែកអត់តែហ្វេនទេព្រោះគាត់គឺជាក្មួយរបស់ម្ចាស់កម្មវិធីផ្ទាល់ប៉ុន្តែអាយុមិនច្រើនទេគឺប្រហាក់ប្រហែលគ្នាក្នុងពេលនោះពួកគាត់អត់សូវនិយាយលេងសើចច្រើនទេទាំងវ៉ាន់ឆៃទាំងហ្វេនគឺ introvert តែម្ដងដល់អញ្ចឹងទៅអ្នកផ្សេងគេរំច្រៀងពេញនឹងអត់តែពីអ្នកនឹងអង្គុយញញឹមដាក់គ្នានៅនឹងតុពីដំបូងឆៃចេះតែងាកមើលទៅកាន់ហ្វេនហើយហ្វេនក៏ចាប់អារម្មណ៍ដូចគ្នាដែរតែអត់មានអ្នកណាគេម្នាក់ហ៊ានធ្វើអីទេព្រោះថាពេលនោះអត់សូវទលំទលាយដូចឥឡូវទេទោះមិត្តរបស់គាត់ដឹងអំពីអត្តចរិតរបស់គាត់ក៏ដោយឃើញបែបហ្នឹងមិត្តភ័ក្តិរបស់វ៉ាន់ឆៃដែលត្រូវជាពូរបស់ហ្វេនក៏ទៅខ្សឹបប្រាប់វ៉ាន់ឆៃថាបើសិនជាអត់រីសន្ទូចទេប្រយ័ត្នត្រីហែលទៅបាត់វ៉ាន់ឆៃក៏ដើរទៅអង្គុយជិតហ្វេនហើយវ៉ាន់ឆៃលើកដៃជម្រាបសួរហ្វេនទាំងញ័រដៃញ័រមាត់តែម្ដងហើយក៏ដាច់ចិត្តហ៊ានសុំលេខទូរស័ព្ទរបស់ហ្វេនលួចសើចហើយជម្រាបសួរទៅកាន់វ៉ាន់ឆៃវិញហើយក៏ឲ្យលេខទូរស័ព្ទទៅកាន់វ៉ាន់ឆៃគ្រាន់តែបានលេខភ្លាមវ៉ាន់ឆៃគឺគាត់ដើរកិច្ចតែម្ដងដោយសារតែគាត់អៀនខ្លាំងបន្ទាប់ពីកម្មវិធីនឹងបានប្រហែលថ្ងៃឆៃក៏ SMS ទៅកាន់ហ្វេនធម្មតាចំនួននោះគេនិយមខលញ៉ាយគ្នារាប់ម៉ោងតែឆៃ introvert ពេកក៏បានត្រឹមតែ SMS ទៅធ្វើជាសួរនាំពីពូរបស់ហ្វេនហើយហ្វេនក៏ដឹងដែរថាវ៉ាន់ឆៃចង់ញ៉ាយគាត់ព្រោះថាផ្ទះរបស់គាត់នៅជិតផ្ទះពូរបស់ហ្វេនទេបើចង់ដឹងអីអាចដើរទៅសួរបានបន្ទាប់ពីស្គាល់ចិត្តគ្នាមួយរយៈឆៃក៏ដាច់ចិត្តសុំហ្វេនធ្វើជាសង្សារដោយសារតែហ្វេនស្រឡាញ់ដែរពេលនោះគាត់ក៏យល់ព្រមបានប្រហែលជាងកន្លះឆ្នាំឆៃរៀនចប់មហាវិទ្យាល័យល្មមពេលនោះគាត់បានទិញខុនដូមួយនៅទីក្រុងភ្នំពេញដើម្បីស្រួលរស់នៅជាមួយហ្វេនតែក៏មិនបានជាប់លាប់អីដែរព្រោះថាហ្វេនគាត់ត្រូវឡើងចុះទៅគ្រប់គ្រងការងារគ្រួសារនៅឯស្រុកអញ្ចឹងហើយជួបគ្នាបានតែម្ដងពីរដងនៅក្នុងមួយអាទិត្យអីទេនៅពេលដែលខ្ញុំអានជីវប្រវត្តិរបស់ពួកគាត់ហើយគឺខ្ញុំសរសើរឆៃហ្មងពួកគាត់ជាមនុស្សឆ្លាតហើយតស៊ូហើយបើគិតមើលគាត់ងើបពីគ្រួសារមធ្យមទេតែមានសមត្ថភាពលើកស្ទួយគ្រួសារដោយខ្លួនឯងអាចរកលុយទិញខុនដូដោយខ្លួនឯងបានទៀតគ្រាន់តែគាត់ introvert បន្តិចត្រូវចិត្តបាននិយាយតែបើមិនត្រូវចិត្តទេមួយម៉ាត់មិនស្ដីផងតែបើហ្វេនវិញគឺផ្ទុយពីឆៃហ្មងព្រោះហ្វេនមកពីគ្រួសារអ្នករស់ស៊ីតត្រកូលតែក៏មិនសូវចេះនិយាយស្ដីច្រើនដូចគ្នាស្មើបើថា A គឺ A B គឺ B តែគាត់អត់ចេះក្អេងក្អាងអីដែរនិយាយទៅមើងម៉ាត់តែមិនឆ្មើងឆ្មៃតើតអ្នកស្គាល់ចិត្តគាត់បានយល់ពីគាត់ត្រង់ចំណុចនេះគឺខ្ញុំគ្រាន់តែអានអំពីអត្តចរិតគាត់គឺ red flag បាត់ទៅហើយព្រោះថា introvert តែស្ងាត់យូរនឹងដឹងហើយក៏ពិបាកលួងតិចដែរចោះទម្រាំ introvert ទាំងពីរអ្នកទៀតខ្ញុំតកសេចចំនួនតែម្ដងបកមកកន្លែងរស់ស៊ីរបស់ឆៃវិញចាប់ផ្ដើមមានលំនឹងគាត់ចង់រកចំណូលថែមហើយក៏ទៅធ្វើការឲ្យក្រុមហ៊ុនមួយកន្លែងដែលសម្រាប់ខ្ញុំក្រុមហ៊ុននោះគឺកេងប្រវ័ញ្ចពីបុគ្គលិកខ្លាំងបន្តិចព្រោះគាត់ចូលធ្វើដំបូងក្នុងលក្ខខណ្ឌត្រួតពិនិត្យធម្មតាទេអញ្ចឹងហើយប្រាក់ខែក៏អត់បានពេញដែរហើយ OT រហូតទៀតធម្មតាគេចេញម៉ោង5កន្លះអីតែគាត់វិញគឺម៉ោង10អីអញ្ចឹងទៅហើយថ្ងៃខ្លះដល់ម៉ោង1ម៉ោង2យប់ទៀតគឺត្រូវគេងនៅ office តែម្ដងចំណុចល្អមួយគឺក្រុមហ៊ុននឹងមាន commission ឲ្យបុគ្គលិកច្រើនទៅតាម project អញ្ចឹងមានន័យថាអាចបញ្ចប់ project បានកាន់តែលឿនឬបានកាន់តែច្រើនលុយក៏គេថែមឲ្យបានកាន់តែច្រើនតាមនឹងដែរ
ក្នុងមួយខែពីរខែដំបូងពីអ្នកគាត់សឹងតែអត់បានជួបគ្នាសោះហ្មងយ៉ាងច្រើនបានត្រឹមតែបាយថ្ងៃជាមួយគ្នាមួយផ្លេតអីហើយខតញ៉ៃគ្នាអត់ចាញ់ទៀតបានត្រឹមតែ good night good morning តែប៉ុណ្្នឹងឯងសម្រាប់ឆៃគឺគាត់គិតថាធម្មតាព្រោះ fan អត់ចេះល្អូអីច្រើនទេហើយឲ្យតែឡើងមកទីក្រុងភ្នំពេញម្ដងបន្ទប់របស់ឆៃគឺដឹងតែភ្លឹងខោអាវបោកហើយអត់យ៉ាងស្អាតទៀតផងម្ហូបរៀបចំហើយស្រេចដាក់ទូទឹកកកបើសិនជាឆៃចង់ញ៉ាំគ្រាន់តែយកកម្ដៅគឺញ៉ាំបានភ្លាមសំខាន់នៅក្បែរក្រែតែងតែមាន note good morning good night ជារៀងរាល់ថ្ងៃបើពីខ្ញុំគិតថា fan គាត់អត់និយាយអីច្រើនក៏ដោយក៏គាត់អន់ចិត្តខ្លះដែរព្រោះឡើងមកពីឆ្ងាយរំពឹងថាបានជួបគ្នាតែឡើងមកត្រូវគេ OT ហើយថា OT នឹងចប់ការងារមកគេងអោបគ្នាបន្តិចក៏អស់ចិត្តដែរតែឆៃធ្វើដូចអត់ខ្វល់ហ្មងស្របមកមួយរយៈនោះគឺអត់សូវបានជុំមុខគ្នាហើយអត់បាននិយាយរកគ្នាទៀតដោយសារតែឆៃគិតតែមួយមុខគឺលុយហើយຕົក fan ចោលជារៀងរាល់ថ្ងៃបញ្ហាហ្នឹងកើតឡើងបានប្រហែលជា3ខែ fan ក៏សម្រេចចិត្តនិយាយជាមួយឆៃហើយសួរតែមួយម៉ាត់ពីរម៉ាត់ថាចង់ទុកគាត់ចោលដល់ពេលណាឆៃអត់បានបកស្រាយអីច្រើនទេគ្រាន់តែសុំពេល3ខែទៀតតែប៉ុណ្ណឹងហើយ fan គាត់ក៏អត់បដិសេធអ្វីឬក៏ទាមទារអ្វីដែរតែ fan សង្កេតឃើញថាឆៃចាប់ផ្ដើមស្ងាត់កាន់តែខ្លាំងទូរស័ព្ទក៏លែងសូវនិយាយជាមួយគ្នាសូម្បីមិត្តរបស់ឆៃក៏សួរនាំពីគាត់វិញដែរព្រោះពេលជុំគ្នាអីលែងឃើញមុខឆៃហ្មងយប់ចុងក្រោយមួយទៀត fan និងឆៃក៏បានជួបគ្នានៅពេលនោះ fan ក៏ដាច់ចិត្តសួរឆៃថាហេតុអីបានអត់ខ្វល់ពីអ្នកជុំវិញខ្លួនសោះអញ្ចឹងមិត្តភ័ក្តិក៏លែងដើរជាមួយហើយជាមួយគាត់ក៏ស្ងៀមទៀតលុយវាសំខាន់ខ្លាំងហើយតែពួកម៉ាអត់សំខាន់ខ្លះទេមែនហើយចុះ fan នឹងអត់សំខាន់សម្រាប់ឆៃទេត្រូវអត់ឆៃអត់លួងហើយក៏អត់បកស្រាយអ្វីទាំងអស់គ្រាន់តែនិយាយស្មើថាបងដឹងខុសហើយបងនឹងខំធ្វើបានល្អជាងនឹង fan តមួយម៉ាត់ថាបើអត់ខ្វល់ពីអ្នកណាអញ្ចឹងពេលបាត់បង់កុំយំឲ្យសោះហើយក៏ដើរទៅគេងបាត់នៅក្នុងពេលនោះឆៃអង្គុយគិតបន្តិចដែរថាអាចនឹងຕົកចោលមែនតែអត់ចេះបកស្រាយហើយក៏អត់ចេះលួងទៀតគាត់ក៏ចូលទៅគេងអោប fan ហើយនិយាយលួងសុំទោសខ្សឹបហើយថប់ fan តាមរបៀបភាសាសង្សារនឹងគ្នាអីចឹងទៅតែ fan ធម្មតាព្រោះគាត់ដឹងថាឆៃដឹងខុសទៅក្នុងបន្ទប់គេងទេតាំងពីថ្ងៃនោះមកគឺ fan គាត់ឈប់ឡើងមកទីក្រុងភ្នំពេញបាត់មុខមួយអាទិត្យតែម្ដងទោះបីជាឆៃខលទៅរក fan ក៏គាត់អត់លើកដែររហូតដល់3ថ្ងៃចុងក្រោយគាត់គិតក្នុងចិត្តថារឿងនឹងធម្មតាសម្រាប់គាត់ទេអញ្ចឹងអត់ខ្វល់ទេព្រោះថា fan ខឹងមិនបានយូរទេមួយអាទិត្យក្រោយមកនៅពេលដែលឆៃមកដល់ខុនដូវិញក៏ឃើញបន្ទប់ស្អាតហើយមានម្ហូបរៀបចំសាច់ទៀតឆៃក៏សប្បាយចិត្តព្រោះគាត់គិតថា fan បាត់ខឹងហើយតែគាត់ដើរចូលក្នុងបន្ទប់មិនបានឃើញ fan ទេក៏គិតថាប្រហែលជា fan គាត់ឡើងទៅផ្ទះវិញទាំងយប់ប៉ុន្តែរឿងដែលចម្លែកឆៃនៅតែខលទៅ fan មិនចូលឆៃក៏ទុក stick note មួយដែលគាត់សរសេរថាសុំទោសហើយបិទនៅលើក្បាលគ្រែតែ fan នៅតែរៀបចំបន្ទប់មកស្អាតដូចរាល់ដងគ្រាន់តែមិនព្រមជួបឆៃកន្លះខែក្រោយមកដោយសារតែខានជួបសង្សាររបស់ខ្លួនយូរពេកឆៃក៏ចាប់ផ្ដើមនឹក fan ខ្លាំងមែនទែនខ្លាំងដល់ថ្នាក់ដាក់ច្បាប់ពេញមួយថ្ងៃចំថ្ងៃដែល fan ត្រូវឡើងមកទីក្រុងភ្នំពេញឆៃចង់ surprise fan ក៏បានរៀបចំកាដូតិចតួចហើយរៀបចំខ្លួនប្រាណយ៉ាងស្អាតអង្គុយចាំ fan តតែគេងលក់នៅលើគ្រែដល់ព្រឹកឡើងឆៃភ្ញាក់មកក៏ឃើញខ្លួនឯងដណ្ដប់ហួយនិងមានពាក់អាវដែល fan បានទិញឲ្យទៀតតែនៅតែមិនឃើញ fan ឆៃចាប់ផ្ដើមឆ្ងល់យ៉ាងខ្លាំងក៏រត់ទៅសួរពូសន្តិសុខគាត់បានប្រាប់ថាឃើញ fan ចេញចូលធម្មតាដូចរាល់ដងឆៃស្ដាប់សម្ដីពូហើយគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ថាខឹងហើយនឹងអន់ចិត្តក៏បានដាក់ច្បាប់សម្រាប់3ថ្ងៃដើម្បីឡើងទៅស្រុកដើម្បីជួប fan ផ្ទាល់នៅពេលដែលឆៃឡើងមកដល់បន្ទប់វិញក៏បានរៀបចំខោអាវចេញមកពេលហ្នឹងគេក៏បាត់សោឡានហើយដើររកពេញខុនដូតែម្ដងមួយព្រឹកហើយនៅតែមិនឃើញមិនចាំយូរគាត់ក៏បានឡើងតាក់ស៊ីដើម្បីទៅស្រុកនៅពេលដែលទៅដល់ស្រុកឆៃគាត់បានទៅផ្ទះរបស់ fan តែមិនមាននរណាម្នាក់នៅទេមិត្តភ័ក្តិរបស់គាត់ដែលត្រូវជាពូរបស់ fan ក៏ខលមិនលើកដែរគាត់ក៏ទៅចាំនៅផ្ទះរបស់គាត់វិញនៅពេលដែលទៅដល់គាត់ឃើញឪពុករបស់គាត់កំពុងតែដាំបាយហើយនឹងធ្វើម្ហូបឆៃក៏ដើរទៅអោបឪពុករបស់គាត់ពីក្រោយឪពុករបស់គាត់នឹងភ្ញាក់ស្រែកយ៉ាងខ្លាំងរបៀបថាខាន់ឃើញកូនយូរហើយបាត់ដំណឹងកូនអញ្ចឹងទៅឪពុករបស់គាត់រៀងរបៀបថាគាត់ភ័យដែរអញ្ចឹងណាឆៃក៏បានសើចហើយសួរទៅកាន់ឪពុករបស់ខ្លួនថាពុកមិនបានធ្វើដូចឃើញខ្មោចទាំងថ្ងៃអញ្ចឹងពុករបស់ឆៃក៏អោនទៅអោបកូនប្រុសរបស់គាត់វិញហើយមិនបាននិយាយអ្វីទេពីអ្នកពុកកូនក៏បានរៀបចំបាយម្ហូបសម្រាប់ញ៉ាំតែឪពុករបស់គាត់បានយកម្ហូបទៅគ្របតុសិនហើយប្រាប់ឆៃថាចាំមិត្តភ័ក្តិរបស់កូនមកចាំញ៉ាំបាយទាំងអស់គ្នាឆៃក៏សប្បាយចិត្តដែរព្រោះគិតថាពេលហ្នឹង fan គាត់នឹងមកជាមិនខានទេមួយសន្ទុះក្រោយមកមិត្តភ័ក្តិរបស់គាត់ដើរចូលមកគ្រាន់តែឃើញឆៃភ្លាមគឺរត់ទៅដល់ឆៃមួយដៃចំកណ្ដាលមុខតែម្ដង
ពេលហ្នឹងឆាយគាត់ផន់ភាំងខ្លាំងមែនទែនគាត់ក៏មិនដឹងថាខ្លួនឯងខុសអីមានតែនៅស្ងៀមហើយមិត្តរបស់គាត់ហ្នឹងគឺបានសួរមកកាន់ឆាយថាហាក់អីបានជាបាត់មុខឈឹងមិនបានទុកក្មួយរបស់អញចោលដល់ថ្នាក់ហ្នឹងពេលហ្នឹងពូរបស់ fan ដែលត្រូវជាមិត្តភក្តិរបស់ឆាយហ្នឹងគឺគាត់បានខឹងឆាយខ្លាំងមែនទែនឆាយក៏គាត់បានតបដែរបានធ្វើតែងាកមើលហើយសួររក fan មិត្តរបស់គាត់បានប្រាប់ថា fan គាត់បានស្លាប់បាត់ហើយស្លាប់បានជិត1ខែហើយបាត់ទៅណាមិនបានមិនមកបនក្មួយអញអញ្ចឹងពេលនោះឆាយគឺគាត់គៀងមិននិយាយអ្វីទាំងអស់ពេលនោះមិត្តរបស់គាត់ក៏បានសួរថានៅពេលដែល fan ឡើងទៅនៅនឹងបានញ៉ាំថ្នាំទៀងទាត់អត់ឆាយក៏បានប្រាប់ទៅវិញថាអត់បានញ៉ាំថ្នាំអីទេឃើញតែញ៉ាំថ្នាំវីតាមីនឲ្យសាច់ស្អាតគេនោះនិយាយរួចហើយក៏ដឹងខ្លួនថា fan គឺបានកុហកទៅឆាយដោយសារតែមិនចង់ឲ្យសង្សាររបស់ខ្លួនបារម្ភមិត្តគាត់ក៏បន្តថាទៅឲ្យឆាយទៀតមើលថែក្មួយបែបម៉េចបានធ្វើលីលើអត់ដឹងអីសោះអញ្ចឹងឆាយក៏គាត់សើចហើយគាត់គិតថា fan ហ្នឹងចង់ធ្វើបាបហើយស្រែកហៅឲ្យចេញមកឆាយងាកមើលទៅពុករបស់គាត់ឃើញស្ងាត់មិននិយាយស្អីមិត្តរបស់គាត់ក៏ប្រាប់ថា fan មានជំងឺបេះដូងហើយប្រហែលខែចុងក្រោយហ្នឹងគឺគាត់ខ្លាំងទៅរហូតដល់ជិត1ខែមុនបានគាត់កេងបេះដូងស្លាប់ឆាយនៅតែមិនជឿទេក៏រត់ទៅផ្ទះរបស់ fan គ្រាន់តែឃើញរូបថតភ្លាមហ្នឹងគឺទន់ជង្គង់តែម្ដងឆាយស្រែកសួរទៅកាន់រូបថតថាហេតុអីបានមិនប្រាប់គាត់ថាឈឺហេតុអីបានជាកុហកសុំទោសដែលຕົកចោលហើយពាក្យចុងក្រោយដែលឆាយនិយាយទៅកាន់រូបថតហ្នឹងគាត់បាននិយាយថាសុំទោសដែលអត់បានចំណាយពេលនៅជាមួយច្រើនជាងនឹងឆាយសម្រាប់ចិត្តឡើងមកទីក្រុងភ្នំពេញថ្ងៃបន្ទាប់មកគាត់បានតដាក់ពាក្យដើម្បីឈប់ពីកន្លែងធ្វើការហើយគាត់ត្រឡប់ទៅនៅផ្ទះរបស់គាត់វិញនៅស្រុកដើម្បីប្រមូលអារម្មណ៍បានធូរស្រាលជាងនេះឆាយគិតយូរទៅក៏នៅតែមិនអស់ចិត្តហើយគិតថា fan នឹងប្រហែលជាចង់ប្រេងឆាយហើយដើម្បីឆាយនឹងដឹងខ្លួនព្រោះថារៀងរាល់ថ្ងៃនៅពេលដែល fan គាត់ឡើងមកដល់បន្ទប់របស់គាត់តែងតែស្អាតខោអាវថ្មីរហូតហើយម្ហូបក្នុងទូទឹកកកអត់ដែលអស់ទេសំខាន់តាំងពីឈប់ពីការងារមកគាត់បានមកនៅខុនដូដែរជារៀងរាល់ព្រឹកមាន breakfast រាល់ព្រឹកធ្វើឲ្យគាត់ហ្នឹងគឺកាន់តែឆ្ងល់ខ្លាំងទៅប៉ុន្មានថ្ងៃក្រោយមកឆាយបានទៅជួបជុំមិត្តភក្តិរបស់គាត់ដើម្បីញ៉ាំអីពេលល្ងាចជុំគ្នាគាត់បើកឡានចេញទៅក៏ឃើញលោតសញ្ញាខ្សែក្រវ៉ាត់មានន័យថាលោតសញ្ញាខ្សែក្រវ៉ាត់ឲ្យបានដាក់ខ្សែក្រវ៉ាត់ហ្នឹងតែមិនមែនខាងតកង់ទេគឺខាង passenger ឆាយថាឡានហ្នឹងប្រហែលជាមានបញ្ហាអីហើយក៏ទាញខ្សែក្រវ៉ាត់ទៅកឹបហើយក៏បានគិតអីច្រើនដែរពេលដែលកំពុងញ៉ាំអីហ្នឹងមិត្តភក្តិរបស់គាត់នាំគ្នាបង្រៀនឆាយឲ្យចេះលួងចេះនិយាយនិងធ្វើកាតព្វកិច្ចពិសេសឆាយបានត្រឹមតែសាច់ហើយមិនតបនិងមិត្តរបស់គាត់នឹងបានប្រាប់ទៀតថាឆ្លោះគ្នាយ៉ាងណាក៏ដោយក៏មិនត្រូវទុកប្អូនចោលក្នុងឡានអញ្ចឹងដែរឆាយក៏គាត់មិនបានចាប់អារម្មណ៍នឹងសម្ដីរបស់មិត្តភក្តិគាត់ដែរហើយអង្គុយញ៉ាំម្ហូបធ្វើធម្មតានៅពេលដែលឆាយមកដល់ខុនដូវិញគឺគាត់បានបិទទ្វារចាក់សោស្រាប់តែឮសំឡេងស្រែកពីក្រៅហើយមានអ្នកគោះទ្វារគាត់គិតថាបើយប់អញ្ចឹងមានតែ fan ទេគាត់ក៏ប្រញាប់ស្ទុះឡើងទៅបើកទ្វារមានណានៅពេលដែលបើកទ្វារមកហ្នឹងគឺស្រាប់តែឃើញមីងនៅជាប់បន្ទប់របស់គាត់បានដាក់ម្ដាយផាច់ហើយថាឲ្យឆាយថាបើមានរឿងអីឆ្លោះគ្នាកុំចាក់សោឲ្យប្អូននៅក្រៅអញ្ចឹងប្រងទុកឲ្យគ្នាដេកនៅក្រៅដល់ពេលណាពេលហ្នឹងឆាយមិនទាន់បានឆ្លើយតបផងមីងក៏គាត់ដាក់ថែម្ដាយទៀតហើយដើរទៅវិញបាត់និយាយទៅខ្ញុំស្រឡាញ់ energy មីងនៅចិត្តខាងហ្នឹងហ្មងតែឆាយតាមរឿងអត់ខ្វល់ក៏ដោះអាវចូលគេងធម្មតាជាធម្មតាឆាយក៏ដេកទៅមុខណាស់នៅពេលដែលសវឹងក៏ដេកមកមីមកមើលស្ងួតក៏ភ្ញាក់ទាំងកណ្ដាលយប់ហើយឮសំឡេងពីចង្ក្រានបាយក៏ដើរទៅមើលឃើញទូទឹកកកបើកចោលឆាយក៏ដើរទៅបិទរួចងាកមកវិញតែកែវទឹកនៅចិត្តដៃគាត់ផឹករួចក៏គេងទៅវិញទៅស្អែកឡើងទូរស័ព្ទរបស់ឆៃរោទាំងព្រឹកមិត្តរបស់គាត់ម្នាក់ដែលជាពូរបស់ fan ក៏ខលមកប្រាប់ឲ្យមកជួបនៅហាងកាហ្វេតែមុនពេលចេញមកត្រូវបង្ហើបបង្អួចចោលឆៃក៏បាននិយាយទៅកាន់មិត្តភក្តិរបស់គាត់ថាបើ fan ដឹងទៅក្រៅអត់ចាក់សោគ្រប់កន្លែងអញ្ចឹងវាខឹងងាប់ហើយតែមិត្តរបស់គាត់ឲ្យធ្វើតាមទៅអញ្ចឹងទៅវានៅយាមអីហើយពេលហ្នឹងឆៃគាត់ឆ្ងល់គាត់សួរថាយាមពេលហ្នឹងក៏បាត់ទូរស័ព្ទបាត់ឆាយក៏ធ្វើតាមមិត្តភក្តិរបស់ខ្លួនហើយចេញមកជួបនៅហាងកាហ្វេនៅពេលដែលមកដល់មិត្តភក្តិរបស់គាត់យកចិត្តរៀងប្លែកបន្តិចហៅបាយហៅកាហ្វេឲ្យពីរនាក់គាត់ញ៉ាំបណ្ដើនិងនិយាយគ្នាលេងបណ្ដើដល់អស់រឿងបានសួរពីរឿង fan ថា fan ជួលបន្ទប់នៅកន្លែងផ្សេងមែនព្រោះឲ្យតែធ្វើអីហើយគឺបាត់មុខហ្មងខលទៅក៏ដៃចូលដែរ fan គាត់បានដូរលេខទូរស័ព្ទមែនមិត្តរបស់គាត់ហ្នឹងរៀងស្ងាត់មកសតុះហើយក៏មិនបាននិយាយច្រើនដែរតែហុចសភៅមួយហើយប្រាប់ឲ្យអាននៅចំពុកចុងក្រោយគេប្រអស់ឆាយក៏បានទាញយកសភៅនោះមកអានបដាស្រក់ទឹកភ្នែកបដាទាំងអត់ដឹងខ្លួនក្នុងចំពុកចុងក្រោយរបស់ជីវិត fan គាត់បានសរសេររៀបរាប់អំពីរឿងរ៉ាវការពីគាត់ស្រឡាញ់គ្នាជាមួយឆាយដំបង fan បានសរសេរថា
គាត់បានលួចស្រឡាញ់ឆាយយូរហើយមុនពេលជួបគ្នានៅខួបកំណត់របស់ពូគាត់ទៅទៀតហើយក៏បានសារភាពប្រាប់ពូដែលត្រូវជាមិត្តភក្តិរបស់ឆាយនៅពេលដែលដឹងហើយពូគាត់ក៏បានរៀបចំពិធីជប់លៀងមួយដែលយើងបាននិយាយនៅខាងដើមមានទាំងសរសេរពីអារម្មណ៍ដែលបានជួបគ្នាលើកដំបូងនិងការ take care តិចតួចបង្ហាញពីក្តីស្រឡាញ់ទៅលើ fan រឿងល្អទាំងអស់នោះធ្វើឲ្យ fan ខិតខំញ៉ាំថ្នាំប្រឹងហាត់ប្រាណនិងថែខ្លួនធ្វើឲ្យជំងឺរបស់គាត់ប្រសើរជាងមុនរហូតមកដល់ពេលដែលឆាយຕົកចោលដែលធ្វើឲ្យគាត់អស់កម្លាំងចិត្តនិងជំងឺកាន់តែធ្ងន់ធ្ងរទៅដល់ថ្នាក់ថ្នាំអត់មានប្រសិទ្ធភាពសន្លឹកចុងក្រោយដែលគាត់បានសរសេរគឺគាត់ខឹងខ្លាំងណាស់ដែលឆាយទុកគាត់ចោលតែក៏សប្បាយចិត្តដែរដែលបានជួបឆាយហើយក៏ស្ដាយក្រោយខ្លាំងដែរដែលមិនអាចនៅជាមួយគ្នាឲ្យបានយូរជាងនឹងឆាយអានហើយក៏យំកាន់តែខ្លាំងនៅតែរឹងក្បាលមិនព្រមទទួលទៀតរៀបរាប់រឿងខោអាវនិងបាយម្ហូបឲ្យមិត្តរបស់គាត់ស្ដាប់មិត្តរបស់គាត់ក៏ប្រាប់ថាមិត្តភក្តិផ្សេងទៀតក៏បាននិយាយដែរថ្ងៃដែលជប់លៀងជាមួយគ្នាហើយញ៉ាំអីជាមួយគ្នាថ្ងៃមុនគឺគាត់បានឃើញ fan អង្គុយនៅក្នុងឡាននៅពេលដែលដឹងរឿងអស់ហើយពេលល្ងាចបន្តិចពេលអ្នកគាត់ក៏នាំគ្នាទៅផឹកចូលខ្លួនតែម្ដងឆាយមកដល់ផ្ទះវិញឃើញមានកែវទឹកដាក់ពេញតែឆាយគាត់មិនបានយកផឹកទេក៏ចូលទៅងូតទឹកយំខ្សោះខ្លួនហើយដើរទាំងមិនបានស្លៀកខោអាវទៅគេងនៅលើគ្រែគាត់ទាញយកទៀនក្រអូបរបស់ fan ដែលតែងតែប្រើនៅពេលដែលពីរអ្នកគាត់នៅជាមួយគ្នាគាត់ប្តេជ្ញាខ្លួនទៅលើគ្រែហើយនិយាយថាបងនឹកអូនខ្លាំងណាស់ fan នឹកចង់ឈួតហើយអូនឯងនៅខឹងបងទៀតមែនបានឲ្យអ្នកគ្រប់គ្នាសុទ្ធតែឃើញអូនមានតែបងទេដែលអត់ឃើញគាត់និយាយហើយនឹងយំរហូតដល់កេងលក់បានមួយសន្ទុះក្រោយមកគាត់មានអារម្មណ៍ថាមានដៃបានលូកមកអោបគាត់ហើយអង្អែលឆាយបើកភ្នែកឃើញ fan កេងដោះអាវពេលនឹងឆាយគឺគាត់សប្បាយចិត្តខ្លាំងមែនទែនញញឹមហើយខ្សឹបប្រាប់ថាអូនឯងលេងខឹងបងឲ្យត្រូវអត់ fan ងក់ក្បាលហើយថាបឆាយយំប្រាប់ថាបងនឹកអូនឯងខ្លាំងណាស់អូនឯងដឹងអត់បងសុំទោសណាដែលបងអាចបានមើលថែអូនឲ្យបានល្អជាងនឹងពេលនោះ fan ក៏បានជូតទឹកភ្នែកឲ្យឆាយហើយក៏ថាបមាត់ឆាយព្រឹកឡើងឆាយងើបមករាវរកអត់ឃើញហើយដើរចាញ់មកក្រៅឃើញ breakfast ក្តៅៗដោយរាល់ដងឆាយអង្គុយញ៉ាំបណ្ដើរយំបណ្ដើរមួយរយៈក្រោយមកឆាយគាត់បានប្រកល់ហាងរបស់គាត់ទៅឲ្យប្អូនរបស់គាត់កាន់ជាបណ្ដោះអាសន្នដើម្បីទៅបួស fan តែងតែតាមមើលហើយក៏តាមមើលថែការពារបាយទឹកតែឆាយមិនដែរញ៉ាំទេហើយតែងតែរំលឹកឧទ្ទិសកុសលផលបុណ្យឲ្យគាត់រហូតដល់ពេលមួយដែលម្ហូបលែងមានមួយវស្សាក្រោយមកឆាយក៏សឹកវិញតាំងពីពេលនោះមកលែងមានអ្នកណាឃើញ fan ហើយឆាយក៏កែទម្លាប់រស់នៅស្អាតដូច fan តែងតែ take care ខ្លួនឯងនិងអ្នកជុំវិញខ្លួនរបស់គាត់អ្នកទាំងអស់គ្នាមូលហេតុអីបានជាខ្ញុំយករឿងនេះមកបកស្រាយហើយបើសម្រាប់អ្នកផ្សេងវិញរឿងនេះគឺគ្រាន់តែជារឿងខ្មោចធម្មតាហើយអាចនិយាយថាពន្លើសទៀតដោយសារតែមនុស្សភាគច្រើនគឺគាត់អត់បានគិតដល់ទេថាជំងឺបាក់ទឹកចិត្តគឺកាចសាហាវខ្លាំងប៉ុណ្ណាតែសាច់រឿងហ្នឹងគឺចាក់ដោតត្រង់ថាខ្ញុំក៏ធ្លាប់ជួបខ្លួនឯងផ្ទាល់ហើយយល់ពីវាច្បាស់ទៀតផងបើសិនជាអ្នកកើតជំងឺនឹងហើយអត់ខំខ្លួនឯងទេវាក៏បើកដៃឲ្យជំងឺផ្សេងទៀតមកវាយប្រហារដែរដូច fan អញ្ចឹងកំព្រាទាំងឪពុកនិងម្ដាយត្រូវទទួលបន្ទុកមើលថែ business ពួកគាត់ដើម្បីកុំឲ្យការខិតខំប្រឹងប្រែងរបស់គ្រួសាររបស់ខ្លួននឹងខ្លាយជាអាសាបងហើយអ្នកដែលខ្លួនឯងស្រឡាញ់ជាងគេត្រូវគេຕົកចោលទៀតនេះគ្រាន់តែជាសារមួយដែលខ្ញុំចង់ក្រើនរំលឹកទៅកាន់បងប្អូនក៏ដូចជា fan ទាំងអស់គ្នាបានដឹងថាបើសិនជាស្រឡាញ់អ្នកណាគេម្នាក់មិនថាក្នុងឋានៈអីទេគួរតែឆឹកមើលពួកគាត់take care ពួកគាត់ឲ្យបានល្អព្រោះថាយើងនឹងអត់បានដឹងពីរឿងរ៉ាវរបស់គេគ្រប់ទាំងអស់ទេតែក៏ប្រសើរជាងមិនបានធ្វើហើយសោកស្ដាយនៅពេលក្រោយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់សាច់រឿងនេះតាំងពីដើមរហូតដល់ចប់ហើយចាំជួបគ្នានៅអេពីសូតក្រោយណាអរគុណច្រើនបាយបាយ